นองกิจการពុទ្ធបរិស័ទយើងសំខាន់គឺការថែរក្សាចិត្តរបស់ខ្លួននេះឯងចឹងកុំឲ្យយើងចេះតែជឿទៅលើគំនិតដែលគិតខុសទៅណាទៅតាមលោភៈទៅតាមទោសៈមោហៈកំណាញ់ចំណែនអីហ្នឹងគឺជាគំនិតតេតួងនឹងកិលេសមីវាសាងឲ្យគិតទៅក្នុងរឿងទាំងអស់ហ្នឹងតែចឹងទៅមិនអាចនឹងរក្សាចិត្តឲ្យសុខស្ងប់ត្រជាក់ទៅបានទេចឹងសូមគោរពលោកគ្រូអាចារ្យគណៈកម្មការវត្តលោកជំទាវអាយដាមអ្នកអង្គញាមន្ត្រីរាជការទាំងអស់ទាំងអាជ្ញាធរដែនដីនៅក្នុងក្រុងដូនកែវនេះហើយជាពិសេសគឺបាសកបាសិកាលោកយាយលោកតាអ្នកមានសិលដែលត្រួតត្រងនៅសីលាតិគុណគណៈទាំងអស់ដោយសេចក្តីគោរពកោតក្រែងគណៈក្នុងកាលវេលាគ្រានេះក៏មានសំណួរទាំងសាកសួរគណៈដោយបាសិកាសិមណារីអំពីការដែលនាងខ្ញុំរៀបចំផ្កាបានថ្វាយព្រះហើយព្រះពុទ្ធនឹងរៀបចំថ្វាយចង្ហាន់ចំពោះព្រះពុទ្ធអង្គតើជាអំពើទាំងអស់នេះជាបុណ្យកុសលឬក៏ជាការស្គមឆ្គងយ៉ាងណាដែរណាហើយបើថាបានល្អហើយជាអានិសង្សយ៉ាងណាព្រោះណានេះគឺជាសេចក្តីជ្រះថ្លាដែលកើតឡើងទៅក្នុងគុណព្រះសម្មាសម្ពុទ្ធមានការបូជាចំពោះព្រះសម្មាសម្ពុទ្ធបូជាពធัวបូជាព្រះសង្ឃហើយអានិសង្សហ្នឹងចាំយើងមើលនៅក្នុងបត្រៃបៃដកចាប់ពីលេខ72 73 74 75 76ជាពិសេស76ហ្នឹងផ្នែកខាងថេរយាបទានថេរយាបទានហ្នឹងគឺព្រះថេរីបានសម្ដែងពីប្រវត្តិនៃការបូជានឹងឯងចឹងការបូជាព្រះពោធិព្រឹក្សព្រះពុទ្ធរូបព្រះពុទ្ធបដិមាដោយចិត្តជ្រះថ្លានឹងសួរថាបានអានិសង្សបណ្ណាគឺអត់មានអ្នកណាមកគិតបានទេគណៈក្នុងដីដកលេខ72ក្នុងគម្ពីរពុទ្ធាបទានហ្នឹងនៅខាងចុងពុទ្ធាបទានហ្នឹងយើងចាប់ផ្ដើមមើលខាងដើមទៅឃើញពុទ្ធាបទានហ្នឹងឯងមកខាងចុងព្រះអង្គសម្ដែងកុំចាំបាច់ពោលទៅដល់គុណព្រះសម្មាសម្ពុទ្ធគ្រាន់តែចិត្តដែលជ្រះថ្លានឹងព្រះសម្មាសម្ពុទ្ធប៉ុណ្ណឹងជាអចិន្តយៈដែលមិនអាចអ្នកណាមកគិតដឹងថាចិត្តដែលជ្រះថ្លានឹងឯងមានផលមានអានិសង្សយ៉ាងណាអត់មានអ្នកណាគិតឃើញទេព្រះអង្គត្រាស់ថាជាអចិន្តយៈគណាសូម្បីតែព្រះអង្គបរិនិព្វានទៅហើយនៅក្នុងបគាថាធម្មបទគណាត្រង់ពុទ្ធវគ្គរឿងរ៉ាវខាងចុងដែលបូជាចំពោះព្រះចេតិយនៃព្រះកស្សបៈទសពលដែលព្រះពុទ្ធអង្គទ្រង់ស្ដេចយាងចេញពីសាវត្ថីផ្លូវទៅពេរាណសីទៅព្រះអង្គក៏ទ្រង់ព្រះពុទ្ធញញឹមហើយព្រះអង្គត្រាស់ចំពោះព្រះអានន្ទថានេះគឺជាទីវត្តមួយដែលព្រះសម្មាសម្ពុទ្ធកស្សបៈទសពលព្រះអង្គគង់នៅប៉ុណ្ណឹងព្រះអានន្ទទៅរៀបចំក្រាលនៅពុទ្ធាសនៈហ្នឹង
យាងព្រះអង្គឲ្យគង់ប្រថាប់នៅទីនឹងបើព្រះអង្គទ្រង់គង់ប្រថាប់ទៅទីកន្លែងនឹងឈ្មោះថាព្រះពុទ្ធពីរព្រះអង្គទ្រង់បានប្រើប្រាស់ចឹងជាបច្ច័យដីដែលមនុស្សនិងទេវតាជ្រះថ្លាគោរពបូជាហើយអ្នកស្រុកអ្នកភូមិមកជួបជុំគ្នាច្រើនណាស់ក្នុងកាលហ្នឹងព្រះអង្គទ្រង់សម្ដែងនៅក្នុងខដេការសូត្រប្រសូតហ្នឹងពីប្រវត្តិខដេការៈស្មូនឆ្នាំងដែលជាមិត្តសម្លាញ់ចាស់នឹងព្រះអង្គដែលបានបបួលព្រះអង្គនឹងឯងឲ្យមកកល់ព្រះសម្មាសម្ពុទ្ធកស្សបៈហ្នឹងនៅទីហ្នឹងកាលដែលព្រះអង្គជាចោតបាលមេអនុដល់ទៅពេលបានមកកល់ព្រះអង្គស្ដាប់ពធัวទៅក៏ជ្រះថ្លាចូលកម្មភ្នោះកណានឹងគឺយើងមើលក្នុងមជ្ឈិមនិកាយមជ្ឈិមបណ្ណាសកៈមើលនៅក្នុងរាជវគ្គនឹងមានខដេកាសូត្រនឹងហើយកណាព្រោះក្នុងមជ្ឈិមនិកាយមជ្ឈិមបណ្ណាសកៈហ្នឹងរាប់យើងពីលេខ23មកនឹងឯងមានកហបតិវៈមានភិក្ខុវៈហ្នឹង23 24បរិពេតិកវៈហើយនឹងរាជវៈនេះ24ហ្នឹងហើយបាន25ព្រាមណវៈអញ្ចឹងនៅក្នុងរាជវៈហ្នឹងគឺតេតួងនឹងព្រះរាជាប្របាទកញ្កិក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធកស្សបៈទសពលហ្នឹងព្រះរាជាដែនកាសីហ្នឹងព្រះនាមកញ្កិគណៈតេតួងនឹងព្រះរាជាហ្នឹងបានប្រសូតហ្នឹងនៅក្នុងរាជវគ្គណាខដេការៈសូត្រគាត់ជាព្រះអនាគាមិបុគ្គលចឹងហើយចិញ្ចឹមមេដាបិតាដែលងងឹតភ្នែកអត់បានបួសទេគ្រាន់តែអស់ជីវិតទៅកម្មសទ្ធាវះព្រំតែប៉ុណ្ណឹងបដិសន្ធិហើយក៏សម្រេចព្រះអរហន្តទៅចឹងក៏ណាបដិសន្ធិសម្រេចព្រះអរហន្តនៅក្នុងសទ្ធាវះព្រំនឹងឯងក៏ណាហ្នឹងហើយហើយព្រះបរមពុរិស័ទព្រះអង្គចោតបាលមេនុបហ្នឹងក៏បានបួសនៅក្នុងសាសនាហ្នឹងទៅហើយត្រួតត្រងបត្រៃ3ដកខណាត្រួតត្រងបត្រៃ3ដកហើយប្រព្រឹត្តនៅធុតាំងកគុណទៀតព្រះបរមពុរិស័ទទេក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធកស្សបៈហ្នឹងទ្រង់ប្រភ្នោះត្រួតត្រងបត្រៃ3ដកខណាហើយបានមកក្នុងជាតិចុងក្រោយហ្នឹងព្រះអង្គទ្រង់សាងប្រភ្នោះភដេការៈព្រំហ្នឹងបាននាំយកត្រៃចីវរមកថ្វាយព្រះអង្គហ្នឹងគឺមិត្តសម្លាញ់ចាស់ភដេការស្មូនឆ្នាំងហ្នឹងទៅជាសទ្ធាវះព្រំសម្រាប់ព្រះអរហន្តនៅពេលដែលបដិសន្ធិហើយជាឧបបារិកៈកំណើតហ្នឹងសម្រាប់ព្រះអរហន្តតែម្ដងចឹងហើយនៅក្នុងព្រហ្មលោកសម្រាប់ព្រះអរហន្តជាព្រះអរហន្តហើយក៏គង់បញ្ជន់នៅណាមិនបរិនិព្វានអីភ្លាមទេបើដូចជាទេវតាក្នុងឆកាមាវចរៈសួរដែលសម្បូរទៅដោយកាមគុណសូម្បីតែព្រះអនាគាមីដែលសម្រាប់ជាព្រះអនាគាមីហើយក៏ត្រូវជាយុទ្ធដែរទៅកម្មសទ្ធាវះព្រំព្រះអរហន្តត្រូវបរិនិព្វានតែម្ដងនឹងដែលទេវតាសម្រាប់ព្រះអរហន្តទៅទៀតគណាដោយទេវតាម៉ឺនចក្រវាលដែលបានមកស្ដាប់ពធัวក្នុងមហាសម័យដែលព្រះអង្គសម្ដែងសម្មាបរិពេជ្ជនិយសូត្រដើម្បីតម្រូវទៅតាមឧបនិស្ស័យទេវតាដែលជាសទ្ធាដែលជារាគៈចរិតកណាសម្មាបរិពេជ្ជនិយសូត្រហ្នឹងសម្រាប់រាគៈចរិតទៅកលហវិវេតសូត្រសម្រាប់
tô xạ chở rết tới miền có mùi và sốt đó mà đó chở rết đây chia mâu hạ chở rết đây chia sạch thia chở rết vị cả chở rết bút thị chở rết ông xâm đáy có mùi sốtហើយទេវតាសម្រាប់នៅអមតៈធัวគឺសម្រាប់ព្រះអរហន្តហ្នឹងគ្រាន់តែព្រះអរហន្តហ្នឹងមួយសែនកោតទៅណាហើយដល់ព្រះសោតាបានរាប់មកអស់ទេព្រះសក្តិគាមីព្រះអនាគាមីហ្នឹងហើយទេវតាសម្រាប់ព្រះអរហន្តត្រូវបរិនិព្វានហើយបើព្រំនៅបាននឹងឯងអញ្ចឹងពាក្យថាទេវតាហ្នឹងរួមទាំងព្រំទាំងអីអញ្ចឹងបើថាកំណើតព្រំក៏គង់ប្រជញ្ញនៅរហូតទៅរហូតដល់អាយុខៃអាយុកាត់នៅក្នុងព្រំហ្នឹងទៅប៉ុន្តែបើទេវតាថ្នាក់ក្រោមចាតមហារាជការហើយចាតមហារាជការថ្នាក់រុក្ខទេវតាអាកាសទេវតាហ្នឹងសម្រាប់ព្រះអនាគាមីគង់ប្រជញ្ញនៅបានសម្រាប់ព្រះអរហន្តហើយក៏គង់បញ្ជន់នៅបានដែរអត់ជាយកទៅកម្មសទ្ធាវះព្រំអត់បរិនិព្វានទេអញ្ចឹងបញ្ហាវានៅត្រង់ឆកាមាវចរៈសួរចាតមហារាជការជន់លើទៅណាជន់លើដែលសម្បូរទៅដោយវត្ថុកម្មគុណទៅមិនជាទីនៅនៃព្រះអនាគាមីនិងព្រះអរហន្តទេប៉ុណ្ណាចឹងគឺភរិការៈព្រំជាព្រះអរហន្តនឹងឯងដែលនាំយកចៃវរមកថ្វាយព្រះអង្គសាងប្រភ្នោះនឹងដែលព្រះអង្គទ្រង់យាងចេញពីនគរកបិលភ័ស្ត្រឡោមទ្វារខាងកើតហើយរំលងកបិលភ័ស្ត្រសាវត្ថីវេសលីរំលង3នគរហ្នឹងបានចុះនៅក្នុងនគរមគ្គភៈហ្នឹងដែនមគ្គភៈហ្នឹងនៅពីខាងជើងក្រុងរាជក្រឹសឆ្លងស្ទឹងអនោមាទៅដល់អនុបយមប្រវត្តិព្រះអង្គក៏ទ្រង់សាងប្រភ្នោះភរិកាព្រំហ្នឹងនាំយកចៃវរមកពិចារណាមើលជាសម្លាញ់ចាស់នឹងគ្នាហ្នឹងឥឡូវបានដល់ជាតិចុងក្រោយហើយពួកដឹងព្រះពុទ្ធអង្គទ្រង់ជាកនោះព្រះសម្មាសម្ពុទ្ធកសបៈទស្សពលព្យាករថានឹងបានជាព្រះពុទ្ធនៅក្នុងសម័យពេលហ្នឹងអញ្ចឹងភរិការៈស្មូនឆ្នាំងក្នុងកាលនោះហ្នឹងដែលទៅកាន់ព្រហ្មលោកហ្នឹងក៏បានដឹងថាព្រះសិទ្ធត្ថហ្នឹងមហាបរិស័កលក្ខណៈ32ប្រការដែលព្រះវរៈកាយហើយដាច់យាងទៅសាងប្រភ្នោះអញ្ចឹងប្រកាសជាបានត្រាស់ជាពុទ្ធក្នុងជាតិនឹងហើយអញ្ចឹងទៅក៏យកចៃវរមកថ្វាយហ្នឹងហើយយកសម្ពុតដែលដូរផ្លាស់ហ្នឹងយកទៅកសាងនៅចែកដីនៅអកនិតកៈព្រំអកនិតកៈព្រំហ្នឹងសទ្ធាវះព្រំជន់លើតែប៉ុណ្ណាអកនិតកៈហ្នឹងហៅថាទុសៈចែកដីបញ្ចុះនៅសម្ពុតហ្នឹងទុសៈហ្នឹងសម្ពុតហ្នឹងក្រោយមកព្រះអង្គបរិនិព្វានទៅបានអខកធាតុឆ្អឹងដងកំបិតខាងឆ្វេងបានយកទៅបញ្ចុះនៅឯទុសៈចែកដីហ្នឹងដែរហើយព្រះអខកធាតុឆ្អឹងដងកំបិតខាងស្ដាំព្រះអិនយកទៅជាមួយនឹងព្រះទេតធាតុព្រះចង្គមស្ដាំខាងលើយកទៅបញ្ចុះក្នុងព្រះចលាមនីចែកដីឋានតាវតឹងហើយដល់ទៅពេលព្រះមហិន្ទថេរៈដែលនាំពុទ្ធសាសនាទៅផ្សព្វផ្សាយនៅតាមពៈបណ្ឌទ្វីបក្នុងកាលនោះប្របាទទេវានំវិយតេសៈក៏កសាងនៅបច្ចែកដីក្នុងធោបារាមហ្នឹងហើយក៏ព្រះមហិន្ទថេរៈហ្នឹងចាត់ឲ្យសុមនៈសាមណេរនឹងឯងមកសូមព្រះបរមសារីរិកធាតុអំពីព្រះបាទធម្មាសោកហើយនឹងសុមនៈសាមណេរនឹងមានរិទ្ធទេសុមនៈសាមណេរនឹងឯងដែលបានមុនដោយរិទ្ធទៅលើកំពូលភ្នំមួយនៅតាមពៈបណ្ឌទ្វីបហ្នឹងថាថ្ងៃយើងឡើងតាមចដើទៅដាក់ចដើដែកឡើងទៅដល់កំពូលហ្នឹងដែលសុមនៈសាមណេរហ្នឹងបានសូត្រសកេកាមេនេះ
អារតនីប្រសងចម្រើនព្រះបរិត្តហ្នឹងណាតែក្នុងកាលនោះសពអ្នកសាមណេរហ្នឹងអញ្ជើញប្រកាសពួកទេវតាហ្នឹងឲ្យមកស្ដាប់ពធព្រះមហិន្ទថេរៈសម្ដែងចូលហត្ថិបតោបមៈសោតហ្នឹងជាប្រសូតទី1នៅតាមពៈបណ្ឌទ្វីបហ្នឹងចូលហត្ថិបតោបមៈសោតទាំងអស់ហ្នឹងនៅក្នុងអត្ថកថាវិន័យទាំងត្រង់តតិយសង្កេយនាហ្នឹងហើយនឹងដីកាប៉ុណ្ណាសារថៈទេពនីដីកាហ្នឹងដីកានៃសមន្តបាសាទិកាហ្នឹងសម្ដែងប្រវត្តិរឿងរ៉ាវក្នុងតតិយសង្កេយនាហើយហ្នឹងព្រះមហិន្ទថេរៈនឹងឯងនិមន្តមកហើយវេទិសៈនគរហ្នឹងសម្ដែងពធប្រុសមេត្តាប្រុសញាតប្រុសអីហ្នឹងបានសុម្នាក់សាមណេរហ្នឹងបានបួសហើយសម្រេចព្រះអរហន្តបាននាំសុម្នាក់សាមណេរហ្នឹងជាមួយនឹងគណៈសង្ឃធម្មទូតហ្នឹងនិមន្តមកតាំងពាក់បណ្ឌទ្វីបនឹងឯងទៅក្រោយមកសវណ្ណភូមិគឺពុទ្ធសករាជ235ព្រោះតតិយសង្កេយនានៅអាសោការាមពុទ្ធសករាជ234 235ពុទ្ធសាសនាមកដល់សវណ្ណភូមិប៉ុន្តែនៅឯតាមពាក់បណ្ឌទ្វីបដល់236ពុទ្ធសករាជដោយសារប្របាទមុដសីវៈព្រះរាជាព្រះអង្គទ្រង់អាពាហ៍ដល់អញ្ចឹងព្រះមហិន្ទថេរៈសម្គាល់ការពេលវេលាមិនតាន់សមគួរបាននិមន្តទៅវេទិសៈនគរហ្នឹងនិមន្តទៅវេទិសៈនគរដើម្បីសម្ដែងពធឲ្យមេត្តាពីព្រោះក្នុងកាលដែលព្រះបាទធម្មាសោកដែលព្រះអង្គនៅជាឧបរាជណាហ្នឹងឯងទៅបាទធម្មាសោកនៅជាឧបរាជហ្នឹងបានបំពេញកិច្ចការងាររាជកិច្ចបាទពិនទុសាហ្នឹងជាបបៃតានៅសោយរាជបាទធម្មាសោកជាឧបរាជបានយាងទៅនគរអុជេនីហើយឆ្លងកាត់វេទិសៈនគរហ្នឹងចូលសម្រាកនៅផ្ទះលោកសិទ្ធិហ្នឹងហើយក៏មានមហាប្រតិប្រតិពតស្រឡាញ់វេទិសៈធីតាហ្នឹងដែលជាមេត្តារបស់ព្រះមហិន្ទថេរៈនិងព្រះនាងសង្ឃមិត្តាហ្នឹងបានព្រះរាជបុត្រមួយព្រះរាជធីតាមួយចឹងទៅហើយដល់ទៅពេលអភិសេកជាមួយព្រះនាងអសន្ធិមេត្តាព្រះនាងអសន្ធិមេត្តាមានបុណ្យពីអតីតជាតិមកដែលជានាងកុម្ភៈទេសីហ្នឹងបានចង្អុលបង្ហាញទីកន្លែងដែលនាយពាណិជ្ជទឹកឃ្មុំហ្នឹងដែលព្រះបច្ចេកពុទ្ធត្រូវការទឹកឃ្មុំហ្នឹងយកទៅសំធ្វើជាថ្នាំបិទដំបៅមានព្រះបច្ចេកពុទ្ធនៅនីភ្នំគុណមៀតដែនដីនៃព្រៃហែមពៀនហ្នឹងកើតដំបៅហើយចង្អុលបង្ហាញទីកន្លែងដែលមានទឹកឃ្មុំហ្នឹងហើយខ្លួនឯងយកចិត្តទុកដាក់នៅចាំមើលដល់បានទឹកឃ្មុំបានរត់មកផ្ទះយកសម្ពុតបានទៅតឹងមកចង្អាមបដោយមហាត់ហ្នឹងមានតែប៉ុណ្ណឹងព្រោះអ្នកបម្រើគេមានសម្ពុតអីណាច្រើនយកមកថ្វាយព្រះបច្ចេកពុទ្ធអាចប្រើប្រាស់សម្រាប់រុំដំបៅដែលដាក់ថ្នាំបិទទៅរុំទៅប៉ុណ្ណឹងក៏បានដែរហើយដឹងថានាយពាណិជ្ជទឹកឃ្មុំហ្នឹងប្រាថ្នាឲ្យបានទៅជាស្ដេចធំអញ្ចឹងខ្លួនឯងហ្នឹងក៏ប្រាថ្នាជាអគ្គមហេសីឲ្យបានជាភរិយានាយពាណិជ្ជទឹកឃ្មុំហ្នឹងឯងក្នុងអនាគតកុំបីខានឡើយប្រាថ្នាអញ្ចឹងគឺសម្រេចតាមសេចក្តីប្រាថ្នាទៅពីព្រោះស្រែបុណ្យតេខិណៃបកុលហ្នឹងថ្នាក់ព្រះបច្ចេកពុទ្ធបុណ្យនឹងប្រាថ្នាអីក៏បានដែរចឹងហ្នឹងឯងដូចជាថាយើងមានប្រាក់រាប់លានរាប់កោតដុល្លារអញ្ចឹង
chẳng tình ấy các bạn đó chẳng tình xa từng mũ các bạn đó mà chầm dây cần hà bọn mà xin thì chuyện rư có sầm phê rẽ ấy xanh thế nè để miền bồng trà nâng và thna ấy các bạn đây nâng ảnh rồi hốt chị ô bạn đi say ấy sầm rách lô có tờ rạ tiệt men ta phơi bон và thna cho chìm bẹ ở ban sầm rách mẹ phò lên nè và thna ban mẹ phò tiệt đôi nè à sam thi mệt ta chẳng và thna ban chị phê gì rồi bọn này về nick tật mồm rồi này về nick tật mồm có tật thna miền an ở phía thông được về bảo ông chị sẽ đặt nâng ảnh chẳng hay niềng à sam ti meta nâng ruột riêng đầy chương sạch đó đầy xa ấy đầy xa lợt đầy chẳng oi bằng hành plei hay đầy chương nâng phơ bon đầy chương nâng ạ ruột màu tia ban sập buốt nâng ruột màu với nhá nâng sao đẹp bon sầm rách đầy xa đầy chương nâng ảnh chẳng chẳng tới bán chia cao máu nơi nông mặt rát nâng cứ chia được cô sầm bố sạch trây sạch rụp lọ nè đôi chia bền niên khoát tiệ ca bị lan đi bền niên khem ma sắt tè nơi ai xa cái lệ nó cô nâng ánh nông mặt rát xa cái lệ nó cô mặt rát nâng cứ rồi hốt máu sầm mai này và bác trong mê lên bàn trục kruông nơi nông nô cô nâng hay miền ca co sang của bột bạ để mà ấy nâng nơi sập ngày nâng về đầu viên bật tê Afghanistan hay nâng Pakistan nè nơi chân lo nâng ạ nâng ngày nâng cứ vì đa nâng cứ chia xa cái lẹ nó cô chỉ mặt rọt niềng à xăm thì mệt ta nâng cao máu miền đầy trường xa ọt miền sần lạ đôi kể luôn đòi vì chết ra chân na chẳng là o xa đòi trường chẳng bán chỉ miền một thà à xăm thị mệt ta bàn đây thà ọt miền sần lạ à xăm thị nâng rồi ọt miền cầm bên cầm mai ấy thế đầy trường nâng nè sờ lôn sờ lau là vuốt sờ von sờ vai chân tay nâng ảnh hốt đau tới bọn nâng riệp chóm ai bán máu chia kẹo mai sấy nấy rồi ba thầm mía sào hay ọt miền là na chân này bán đấy vì môn miền sấy snom ấy nâng chân này ấy nâng bàn tay đôi xa bon rồi bo niềng à sam thị mệt ta tiền bạc thầm mía sao chưa chia bon niềng à sam thị mệt ta chưa chia rương tê và đa tê nằm vô kỳ bo đặt nông phọp tôi ấy mau nâng chưa chắc ba đòn chân tới chặt chạy phơi chuyện nông plei ai dân sập ngày đó á phơi cướp chuyện luôn buồn sợi trai snom nâng đền thấy miền nông plei ai mùi nâng đã chỉnh chiến đó pre tùm ruộng chỉnh chiến nó hay pre tùm ruộng bỏ pre chia nâng hãy ai cướp kia nó mà vô mùi mà nè thấy để chơi chân hơi nâng nâng ảnh rập rồi nữa đền ai mà vô môn kế tiết chăm là so mùi ná của bạn đây sầm rạp nếu mà xăm thị mệt ta nâng bằng đấy cướp kia mới mà rớt vô tam chất nó mà vô bao tới chăm tới score cả hòm nâng ảnh bao tới chăm score ớt chăm pre tùm ruộng á nó so tới mùi cuốt đó hay mơ chẳng bán buồn niềng thằng ó nâng chưa chia chụp trên này chưa bom thiệt thả bom cái miền nào chưa niềng à xăm thị mệt ta nâng hành ban chia kiện này xây nâng thấy mình trâm tay sầm bát lô cây thế sầm bát lô cọp tọa thì ban đập và thua tới lư tháp pre ở miền bờ phía và ông miền pre về cha sầm lên bị rùa ha đôi sạt cả rồi vật chẳng tới chọn đập sạt cả rồi vật nâng ạ pre chia chặt chạy anh ơi cái vô mà bàn thiệt tiền sạt cả rồi vật nâng đòi tập pe zoom tới lư xô sầm lên bị rùa ha
សត្វករវឹកហ្នឹងនៅក្នុងព្រៃណាជាសត្វបាក់សីណាទេពេលយំទៅសូម្បីតែត្រីអណ្ដើកអីក៏ងើបមកក្នុងគម្ពីរប្រាប់ថាងើបមកស្ដាប់ខ្លាកំពុងដេញមរឹកក៏គាំងណាចេះពីរោះសត្វបាក់សីអីហ្នឹងសំកាំងស្ដាប់ទាំងអស់គឺថាសំឡេងពីរោះដល់ទៅប៉ុណ្ណឹងទៀតផងចឹងហើយនាងព្រះនាងអសន្ធិមេត្តាហ្នឹងពិចារណាទៅតាមអំណាចនៃកម្មផលចឹងពិចារណាថាព្រះអង្គមានបុណ្យបានជាមានមហាបរិស័កលក្ខណៈមានសម្លេងពីរោះណាក៏គេចង់បានរូបល្អចង់បានសម្លេងពីរោះចង់បានអ្វីប៉ុន្តែគេមិនបានដោយសារវាខ្វះបុណ្យហ្នឹងណាហ្នឹងឯងដូចជាអាត្មាអញអញ្ចឹងដែលមានបុណ្យមកមានរូបល្អជាទីប្រោសប្រាននៃព្រះរាជាហើយមានបុណ្យបានជាអគ្គមហេសីជឿជាក់ថាអ្វីវានៅលើបច្ច័យរៀបចំអញ្ចឹងទៅឧបនិស្ស័យដែលបានធ្វើបុណ្យនឹងមកឃើញទេសម្រាប់សោតាបត្តផលនៅពេលស្ដាប់សក្ករវត្តយមប៉ុន្តែព្រះធัวធ្លាប់បានស្ដាប់ហើយយកព្រះធัวហ្នឹងយកព្រះធัวដែលធ្លាប់បានស្ដាប់ហ្នឹងមកពិចារណាអញ្ចឹងទៅបានជាសម្រាប់សោតាបត្តផលបើព្រះរាជបុត្រកុណាលៈនោះបានដល់ទៅសក្កទាគាមីផងចឹងនឹងប្រវត្តិរឿងរ៉ាវខ្ញុំកណាលើកមកហោហែហ្នឹងដោយសេចក្តីបន្តិចដើម្បីបញ្ជាក់ត្រឡប់ថយទៅក្រោយវិញអំពីព្រះមហិន្ទថេរៈនឹងឯងចឹងដែលមានមេត្តាហ្នឹងនៅឯវេទិសនគរហ្នឹងទៅណាហើយយើងទៅថ្វាយបង្គំនៅលើភ្នំសានជីហ្នឹងចឹងមានវត្តនៅលើភ្នំហ្នឹងមានបច្ចេកដីពួកប្របាទធម្មាសោកហ្នឹងបានមកអភិសេកណាប៉ុន្តែព្រះអង្គនៅតែនឹករលឹកដល់វេទិសធីតាអញ្ចឹងមានប្រតិនឹករលឹកហើយវេទិសធីតាហ្នឹងបានបញ្ជូនព្រះរាជបុត្រព្រះរាជធីតាហ្នឹងឲ្យចូលព្រះរាជវាំងហ្នឹងបាទធម្មាសោកដែលបានសេចក្តីជ្រះថ្លានៅក្នុងព្រះពុទ្ធសាសនាហើយបានស្ដាប់ព្រះធម៌អំពីនិក្រូធសាមណេរចឹងណាបានស្ដាប់ព្រះធម៌ពីនិក្រូធសាមណេរនិក្រូធសាមណេរហ្នឹងជាព្រះអរហន្តចឹងនិក្រូធសាមណេរហ្នឹងជាក្មួយរបស់ព្រះអង្គបាទធម្មាសោកហ្នឹងពីព្រោះព្រះរាជាព្រះអង្គមានបងប្អូនច្រើនចឹងប៉ុន្តែហើយប៉ុន្តែមេត្តាផ្សេងគ្នាណាដល់ទៅបាទធម្មាសោកក្នុងកាលហ្នឹងដែលមិនតាន់រាប់អានពុទ្ធសាសនាសម្រាប់បងប្អូនដែលរួមបិតាគ្រាន់តែមេត្តាផ្សេងគ្នាហ្នឹងសម្រាប់ទៅទាំងអស់ហើយមេត្តារបស់និក្រូធសាមណេរហ្នឹងតុបតែងខ្លួនដោយសម្ពុតសៅម៉ងកទូទៅដើរគេចចេញផុតទៅផុតពីការសម្លាប់ហ្នឹងទៅបានទៅនៅក្រោមដើមជ្រៃហ្នឹងឯងក៏បានប្រសូតបុត្រហ្នឹងហ្នឹងឯងបានដាក់ឈ្មោះថានិក្រូធកុមារនិក្រូធហ្នឹងប្រែមកថាដើមជ្រៃហ្នឹងឯងនិក្រូធហ្នឹងហើយក៏ពួកតកូលចាំដៀលហ្នឹងយកទៅចិញ្ចឹមទៅហ្នឹងឯងយកទៅចិញ្ចឹមទៅរហូតអស់7ឆ្នាំទៅបានជួបនឹងព្រះអរហន្តបានជ្រះថ្លាបួសទៅសម្រាប់ព្រះអរហន្តតាំងពីបច្ចុប្បន្ន7ឆ្នាំហ្នឹងមកនឹងនិក្រូធសាមណេរចឹងហើយនិក្រូធសាមណេរហ្នឹងធ្លាប់ជាបងប្អូនជាបងរបស់នាយពាណិជ្ជទឹកឃ្មុំហ្នឹងនាយពាណិជ្ជទឹកឃ្មុំហ្នឹងគាត់អ្នកនៅលក់អាហ្នឹងរឿងដើមមិញហ្នឹងណាដែលព្រះបច្ចេកពុទ្ធទៅបិណ្ឌបាតទឹកឃ្មុំហ្នឹងនាយពាណិជ្ជទឹកឃ្មុំហ្នឹងដែលបានមកជាប្របាទធម្មាសោកហ្នឹងក្នុងកាលនោះមានបង2នាក់បងហ្នឹងអ្នកទៅរកឃ្មុំហ្នឹងមក
ដល់តែពេលមកឮថាមានសមណៈមកបិណ្ឌបាតទឹកឃ្មុំអញ្ចឹងវាអត់តាន់មានចិត្តជ្រះថ្លាទេព្រោះអត់បានឃើញព្រះបច្ចេកពុទ្ធបានឃើញទៅគង់តែជ្រះថ្លាដែរទេដូចជំនាយពេលនេះអញ្ចឹងគាត់ឃើញទៅគាត់ជ្រះថ្លានឹងសមណៈដែលមើលទៅវាសំរុំដោយការសង្រួមជ្រះថ្លាទៅបងពីរនាក់ហ្នឹងមួយថាមិនដឹងជាមនុស្សចន្ទដៀលណាមកទៅដប់ទៅពួតសង្ឃីសង្ឃូដោយបងអូនឯងថាហ្នឹងអាហ្នឹងពោលពាក្យដែលថាជាមនុស្សចន្ទដៀលអាហ្នឹងឯងដែលបានមកជានិក្រូធសាមណេរហ្នឹងត្រូវមកកើតនៅក្នុងភូមិចន្ទដៀលហើយរស់នៅជាមួយនឹងតកូលចន្ទដៀលហ្នឹងអស់7ឆ្នាំហ្នឹងបាបកម្មដែលថាព្រះបច្ចេកពុទ្ធហ្នឹងជាមនុស្សតកូលចន្ទដៀលហើយបងមួយទៀតហ្នឹងថាអូនឯងទៅតាមចាប់បោះក្នុងសមុទ្រចេះតែនឹកឃើញខឹងថាទៅឃ្មុំមួយបាតហ្នឹងកើតរឿងដែលមិនតាន់ជ្រះថ្លាហ្នឹងចាប់បោះទៅក្នុងសមុទ្រទៅនឹងឯងដែលបានមកជាប្របាទទេវនំតយៈទេសៈនេះនៅនឹងតាមពៈបណ្ឌទ្វីបហ្នឹងហើយប្អូនឆ្លាតទៀតនិយាយបញ្យល់បងនឹងឯងពីរឿងការថ្វាយទានពីរឿងសមណៈនិយាយពីលក្ខណៈរបស់សមណៈនិយាយទៅតតែបងពីរនាក់ហ្នឹងទន់ចិត្តជ្រះថ្លាឡើងវិញអញ្ចឹងដែលថារួចហើយបាបរួចហើយនេះហ្នឹងឯងនឹងរៀបចំទៅតាមហ្នឹងប៉ុន្តែប៉ុននៅតែមានប៉ុនអញ្ចឹងមើលនិក្រូធសាមណេរសម្រាប់ព្រះរហ័តទៀតហើយប្របាទទេវនំពយៈទេសៈនៅតាមពៈបណ្ឌទ្វីបកោះសេរីលង្កានឹងឯងដែលបានទទួលព្រះមហិន្ទថេរៈហ្នឹងដែលទៅផ្សព្វផ្សាយពធហ្នឹងឯងជាពរាជាបុត្រប្របាទមុដសីវៈបាទមុដសីវៈហ្នឹងរវល់តែអាពេតហ្នឹងអស់7ខែហ្នឹងហើយបានព្រះមហិន្ទថេរៈហ្នឹងនិមន្តមកឯវេទិសនគរហ្នឹងដើម្បីសម្ដែងពធឲ្យមេត្តាហ្នឹងបានស្ដាប់សម្រាប់សោតាបត្តផលដាយមីងក្រុមគ្រួសារក្រុមញាតិអ្នកស្រុកអ្នកនគរអីទាំងអស់ហ្នឹងហើយបានមេត្តាហ្នឹងសាងវត្តហ្នឹងសាងវត្តនៅឯវេទិសនគរហ្នឹងសម្រាប់ព្រះមហិន្ទថេរៈហើយនឹងគណៈសង្ឃនេះដែលត្រូវចេញមកផ្សព្វផ្សាយពធនៅឯតាមពៈបណ្ឌទ្វីបហ្នឹងណាបានគង់នៅអស់7ខែសិនទៅអញ្ចឹងបានពុទ្ធសករាជមកដល់236ហ្នឹងដល់ទៅជ្រាបថាប្របាទមុដសីវៈហ្នឹងសោយបទីវង្គតទៅរាជសម្បត្តិនៅលើប្របាទទេវនំពយៈទេសៈហើយបាទទេវនំពយៈទេសៈនេះរាប់អានជាមួយប្របាទធម្មាសោកដោយឧបនិស្ស័យពីជាតិមុនធ្លាប់ជាបងប្អូននោះមិនដែលឃើញគ្នាទេប៉ុន្តែផ្ដល់ទៅថាផុសភាបណ្ណាការដូចថាផ្ញើទៅតាមអ្នកសំពៅណាព្រោះនៅកោះហ្នឹងផ្ញើទៅផ្ញើមកស្រឡាញ់គ្នាណាមិនដែលឃើញគ្នាទេហ្នឹងឯងគឺថាជាសម្លាញ់នឹងគ្នាដល់តែពេលបានរាជសម្បត្តិទៅដឹងថាព្រះមហិន្ទថេរៈហ្នឹងជាបុត្ររបស់ព្រះបាទធម្មាសោកគឺថាយកប្រតិទុកដាក់មែនទែនទៅគឺថាពេញចិត្តពេញថ្លើមមិនបានឃើញមិត្តសម្លាញ់ក៏បានឃើញកូនរបស់មិត្តដែរអញ្ចឹងទៅដល់ទៅបានប្រកាសសម្ដែងនៅពធនិមន្តមកដោយរិទ្ធទាំងចុះនៅភ្នំកន្លែងបរពតចែកដីនោះហើយក្នុងការនោះព្រះរាជាបាទទេវនំពយៈទេសៈហ្នឹងចេញទៅដើម្បីកំសាន្តព្រៃបាញ់សត្វដែលមិនតាន់មានសិលទេតាន់មានសិលគឺនៅសបាយនឹងបាញ់គេអញ្ចឹងទៅបាញ់គេត្រូវអូសបាយយើងខ្លាំងយើងពូកែអត់បាននឹកឃើញថាជាការបៀតបៀនសត្វទាំងឡាយឲ្យគេឈឺឲ្យគេចាប់ឲ្យគេព្រាត់ប្រាសអីទេដឹងពីសបាយប៉ុន្តែមានទេវតាទេនិមិត្តជាមរឹកធ្វើឲ្យព្រះរាជាដេញតាមដេញមកដល់កន្លែងភ្នំព្រះមហិន្ទថេរៈហ្នឹងហើយក៏បាត់ទៅមរឹកហ្នឹងយកទេវតាហ្នឹងមាននៅធ្វើអីទៀត
ដល់តែឃើញសាមណៈអញ្ចឹងទៅសាកសួរទៅដឹងថាជាបុត្ររបស់បាទធម្មាសោកក៏ពេញបតីប្រម៉ែប្រមូលមនុស្សដើម្បីមកស្ដាប់ពធនឹងឯងព្រះរាជាអ្នកចាត់ចែងឲ្យប្រមូលមនុស្សមកស្ដាប់ពធសពម្នាក់សាមណេរបានមុនឡើងទៅលើកំពូលភ្នំមួយហ្នឹងសោតសក្កេកាមេអញ្ជើញទេវតាហ្នឹងចាប់ផ្ដើមពីសពម្នាក់សាមណេរនឹងឯងចឹងក៏ណាហើយនៅពេលដែលព្រះមហេន្ទថេរៈប្រកាសសម្ដែងចូលហត្ថិបតោបមៈសោតហ្នឹងរៀបរាប់ពីគុណព្រះសម្មាសម្ពុទ្ធប្រសោតហ្នឹងនៅក្នុងបៃដកលេខ21ចឹងរៀបរាប់ពីគុណព្រះសម្មាសម្ពុទ្ធហ្នឹងហើយយើងចង់ដឹងដែរព្រះមហេន្ទថេរៈមិនបានយកប្រសូតហ្នឹងអរតនីប្រសូតហ្នឹងទៅប្រកាសមុនគេអញ្ចឹងហើយធ្វើឲ្យនោះទេវតាសម្រេចមគ្គផលច្រើនណាស់គឺឆាប់មានអ្នកបួសច្រើនណាស់ទៀតបួសភិក្ខុហើយបានភិក្ខុនីហ្នឹងគឺតកូលខ្សាត់នៅក្នុងវងរបស់បាទទេវានំយៈទេសៈនឹងឯងចាប់ផ្ដើមបួសជាភិក្ខុនីនឹងក៏បានត្រូវនិមន្តភិក្ខុនីទៅហើយពីព្រោះត្រូវឧបសម្បទាពីភិក្ខុនីហើយបានឧបសម្បទាក្នុងសំណាក់ភិក្ខុអាហ្នឹងដែលបួសជាភិក្ខុនីអញ្ចឹងក៏បានវាយដំណឹងមកដល់បាទធម្មាសោកបាទធម្មាសោកក៏ថ្វាយដំណឹងដល់ភិក្ខុសង្ឃភិក្ខុសង្ឃក៏ចាត់ចែងព្រះនាងសង្ឃមេត្តានឹងតែហ្មងទៀតព្រះនាងសង្ឃមេត្តាសម្រាប់ព្រះរហ័តហើយមិនឲ្យនិមន្តមកត្រឹមតែជាមួយនឹងភិក្ខុនី500ទេអរតនាមេឃពពោធិព្រឹកនៅខាងទិសតិសិនហ្នឹងយកមកបដិស្ថាននៅរស់សពថ្ងៃហ្នឹងហ្នឹងឯងហ្នឹងគឺយាងពពោធិព្រឹកហ្នឹងមកតាមព្រះនាងសង្ឃមេត្តាហ្នឹងមកបដិស្ថានទីកន្លែងតែមួយហ្នឹងពុទ្ធកកសន្ធោបកោណាគមនោបកាសបោកាលព្រះអង្គគង់ប្រជញ្ញនៅគឺបដិស្ថានពពោធិព្រឹកហ្នឹងព្រះអង្គទ្រង់យាងទៅចូលនិរោធសមាបត្តិរួចទៅអធិដ្ឋាននឹកក្នុងបតីឲ្យភិក្ខុនីអរតនាពពោធិព្រឹកទៅយាងទៅតាមផ្លូវអាកាសសត្វតែភិក្ខុនីដែលរាល់សម័យកាលនៃព្រះពុទ្ធអង្គគឺមានតែភិក្ខុនីទេហើយនឹងបរិវារ500អង្គដែលដង្ហែព្រះពោធិព្រឹកទៅបដិស្ថាននៅតាមពៈបណ្ឌទ្វីបណាដល់មកព្រះសាសនានេះកាលហ្នឹងមិនទាន់មានការផ្សព្វផ្សាយពុទ្ធសាសនាចឹងទៅព្រះពុទ្ធអង្គធ្លាប់យាងទៅ3ដងរៀបចំទីកន្លែងហ្នឹងជានគរយៈទៀតណាតាមពៈបណ្ឌទ្វីបហ្នឹងគឺជាកោះមួយយៈនៅព្រះអង្គអធិដ្ឋានកោះមួយទៀតមកចិត្តហ្នឹងហើយឲ្យយៈហ្នឹងទៅនៅនឹងកោះហ្នឹងហើយក៏ឲ្យកោះហ្នឹងទៅនៅកន្លែងដើមដូរកន្លែងទៀតរៀបចំទីហ្នឹងសម្រាប់ព្រះមហេន្ទថេរៈក្នុងពុទ្ធសករាជ236ហ្នឹងចេញមកផ្សព្វផ្សាយពុទ្ធសាសនាពុទ្ធសាសនាក្នុងបច្ចន្ទប្រទេសមមតំជាងគេគឺតាមពៈបណ្ឌទ្វីបហ្នឹងហើយនឹងរៀបរាប់ប្រវត្តិសង្ខេបទៅណាហើយប្របាទទេវានំយៈទេសៈនេះជួយទំនុកបំរុងពុទ្ធសាសនាគឺកសាងវត្តធោបារាមនឹងឯងទៀតនៅក្នុងចតុដ្ឋសង្គាយនីគង់បច្ចុប្បន្ននៅទំនុកបំរុងពុទ្ធសាសនាបាន40ឆ្នាំសោយប្រតិបង្គត់ទៅឋានតាវតឹងនឹកពុទ្ធសាសនានឹកប្រសង់នៅតាមពៈបណ្ឌទ្វីបព្រះអង្គនៅជាទេវបុត្រឋានតាវតឹងតែ96ឆ្នាំមនុស្សអត់បានពេញមួយថ្ងៃឋានតាវតឹងផងព្រះអង្គបង្អោនបតីចយុទ្ធហ្មងទៀតចយុទ្ធពីទេវតាបង្អោនបតីមកកើតជាមនុស្សនៅអនុរាធបរិយណានៅនគរព្រះអង្គហ្នឹងហើយជាកូនសេដ្ឋីបច្ចុប្បន្ន7ឆ្នាំចូលកម្មភ្នោះបួសជាសាមណេរគ្រប់បច្ចុប្បន្នឧបសម្បទាមានពនាមថាមហាភជ្ជខថេរៈ
ហើយក៏សម្រាប់ព្រះរហ័តទៅនឹងប្របាទទេវានំវិយៈទេសៈទាំងក្នុងសម័យកាលចៅរបស់ព្រះអង្គហ្នឹងគឺប្របាទទុដ្ឋគមនីអភ័យដែលកសាងសវណ្ណមាលិកចេតិយនៅសប្តាហ៍នេះប្របាទទុដ្ឋគមនីអភ័យហ្នឹងគឺគ្រប់គ្រងរាជក្នុងសម័យហ្នឹងដែលប្របាទទេវានំវិយៈទេសៈហ្នឹងសោយបទីបង្គួតទៅកើតថាតាវតឹងអស់96ឆ្នាំមនុស្សអត់បានមួយថ្ងៃថាតាវតឹងទេជាយកមកតនចៅខ្លួនឯងហ្នឹងអ្នកគ្រប់គ្រងរាជហ្នឹងកសាងសវណ្ណមាលិកចេតិយប៉ុណ្ណាហើយមានការកសាងលោហៈប្រាសាទអីហ្នឹងក្នុងកាលនោះព្រះបាទមហាព្យាខៈថេរៈហ្នឹងកំពុងតែបំពេញកិច្ចសង្ឃកម្មនៅក្នុងលោហៈប្រាសាទហ្នឹងក៏ពិចារណាដល់ពេលវេលាដែលត្រូវបរិនិព្វានទៀតហ្នឹងឯងអាហ្នឹងដល់ពេលបរិនិព្វានហ្នឹងបន្តមកដល់ព្រះបាទសទ្ធាទេសៈព្រះបាទសទ្ធាទេសៈហ្នឹងគឺជាប្អូនអំពីព្រះបាទទុដ្ឋគមនីអភ័យអញ្ចឹងគឺព្រះមហាព្យាខៈថេរៈនេះនៅគង់បច្ចុប្បន្នបាន2រជ្ជកាលជាចៅព្រះអង្គហ្នឹងមួយគឺព្រះបាទទុដ្ឋគមនីអភ័យកសាងសវណ្ណមាលិកចេតិយជាចេតិយធំជាងគេហ្នឹងណាដែលក្នុងកាលនោះបានសង់ចាត់ឲ្យសោនុត្តរសាមណេរមានฤទ្ធិទៅអារាធនាព្រះបរមធាតុណាទៅអារាធនាព្រះបរមធាតុអំពីឋាននេះមកមួយចំណែកក្នុង8ចំណែកចឹងដែលតូនព្រាហ្មណ៍បានចែកជា8ចំណែកហើយព្រះមហាកស្សបៈបានអធិដ្ឋានប្រធាន7កន្លែងឲ្យបានរួបរวมធ្វើធាតុនិធានបញ្ចុះនៅក្នុងទី1ជាមួយគ្នាមួយផ្នែកទៀតនៅរាមគ្រាមចូលនៅក្នុងទឹកដីខាងនគរពមេដានគរទេវៈហៈនៅខាងរាមគ្រាមហ្នឹងហ្នឹងឯងមានមួយចំណែកហ្នឹងដែលមិនបានព្រះមហាកស្សបៈនាំយកមកបញ្ចុះក្នុងទីតែមួយទេពីព្រោះស្ដេចនេះនាំយកទៅថែរក្សានៅឯឋាននេះដល់មកសម័យកាលព្រះបាទទុដ្ឋគមនីអភ័យនេះបានសង់ឲ្យសោនុត្តរសាមណេរទៅអារាធនាប្រធានហ្នឹងមកបញ្ចុះនៅសវណ្ណមាលិកចេតិយសប្តាហ៍ហ្នឹងឯងបានជាប្រធានហ្នឹងមានការបែងចែកទៅច្រើនដែលយើងក៏បានអារាធនាមកក្នុងស្រុកយើងអីហ្នឹងដោយសារតែព្រះបរមសារីរិកធាតុហ្នឹងមកចំណែកធំណាស់ក្នុង8ចំណែកហ្នឹងទៀតបញ្ចុះនៅសវណ្ណមាលិកចេតិយហ្នឹងហើយនឹងចេតិយផ្សេងទៀតក៏ណាដែលច្រើននៅសវណ្ណមាលិកចេតិយចែកទៅឲ្យពួកអ្នកហ្នឹងខ្លះហ្នឹងគឺមិនទាន់បានលាបថ្នាំលាបពួរអីសវណ្ណមាលិកចេតិយហ្នឹងទេប្របាទទុដ្ឋគមនីអភ័យនេះក៏មានអាពាធត្រូវសោយបទីបង្គត់ណាឲ្យមហាផ្លឹកហ្នឹងអានព្រះអង្គបំពេញបុណ្យអីខ្លះសបាយបតីទៅនឹករលឹកឃើញបុណ្យដែលព្រះអង្គបានបំពេញហើយសពគ្រប់ក្នុងការនោះទេវតានាំរាជរថទាំង6ជាន់ទៀតនាំរាជរថទាំង6មកទទួលព្រះបាទទុដ្ឋគមនីអភ័យទៀតព្រះរាជាសួរសង្ឃគឺថាឋានណាដែលសមរម្យអញ្ចឹងទៅសង្ឃគ្រាន់តែបានថ្វាយព្រះយោបល់ថាព្រះបរមពុរិស័ទដែលព្រះអង្គមុននឹងជាយត់មកត្រាស់ដឹងជាពុទ្ធក្នុងជាតិចុងក្រោយហ្នឹងព្រះអង្គគង់នៅឋានតោសិតប៉ុណ្ណឹងក៏ព្រមទទួលតែបង្អោនចិត្តទៅរាជរដ្ឋឋានតោសិតប្រាថ្នាចូលទៅឋានណាក៏បានដែរបុណ្យរបស់ព្រះអង្គហ្នឹងគឺជ្រើសរើសតាមបតីទេវលោកទាំង6ជាន់បង្អោនបតីទៅឋានណាក៏បានដែរហើយក៏កើតទៅនៅក្នុងឋាន
តោសិតនឹងឯងហើយក្នុងគម្ពីរមហាវង្សបញ្ជាក់ថាព្រះអង្គនឹងបានជាអគ្គសាវកស្ដាំនៃព្រះអរិយមេត្រីព្រះបាទសទ្ធាទេសៈទទួលរាជបន្តបង្ហើយសវណ្ណមាលកៈចេតិយហើយព្រះបាទសទ្ធាទេសៈនេះនៅក្នុងអត្ថកថាអង្គត្រនិកាយតិកនិបាតដែលសម្ដែងអំពីលក្ខណៈនៃបុគ្គលមានសទ្ធានេះដែលព្រះអង្គស្ដាប់ព្រះធម៌មិនរវើរវាយអីនេះក៏ណាសូម្បីតែមួយរាត្រី3យាមក៏ព្រះអង្គមិនមានចិត្តរវើរវាយចេញអំពីព្រះធម៌ដែរចឹងលើកយកប្របាទសទ្ធាទេសៈហ្នឹងមកបញ្យល់ក្នុងលក្ខណៈនៃបុគ្គលដែលមានសទ្ធាទី1គឺចង់ជួបអ្នកមានសិលទី2គឺចង់ស្ដាប់ព្រះធម៌ទី3ចង់ថ្វាយទាន3មុខហ្នឹងសម្ដែងថាអ្នកដែលមានសទ្ធាហ្នឹងមានលក្ខណៈអញ្ចឹងគឺណាទី1ចង់ជួបអ្នកមានសិលទី2គឺចង់ថ្វាយទានដល់អ្នកមានសិលទី3ចង់ស្ដាប់ធម៌របស់អ្នកមានសិលប្របាទសទ្ធាទេសៈនេះជាអគ្គសាវកឆ្វេងនៃព្រះអរិយមេត្រីនឹងក្នុងអត្ថកថាអង្គត្រនិកាយតិកនិបាតចឹងអញ្ចឹងគឺព្រះម្ចាស់បងព្រះបាទទុដ្ឋគមនីអភ័យអគ្គសាវកស្ដាំព្រះបាទសទ្ធាទេសៈអគ្គសាវកឆ្វេងនៃព្រះអរិយមេត្រីដែលត្រាស់ដឹងនៅក្នុងផែនដីហ្នឹងនៅមួយព្រះអង្គទៀតហ្នឹងហើយព្រះបាទសទ្ធាទេសៈនេះឯងដែលបានបូជាប្រសពព្រះមហាព្យាខៈថេរៈជាមួយនឹងព្រះអរហន្តមួយអង្គទៀតព្រះនាមឧជុមណ្ឌលៈថេរៈបរិនិព្វាន2អង្គនៅនឹងបុកជាមួយគ្នាទេបាទសទ្ធាទេសៈបានជាបឋមប្រធានក្នុងការថ្វាយព្រះភ្លើងហ្នឹងទេណាបូជាប្រសពព្រះអរហន្ត2អង្គដែលបរិនិព្វាននឹងក្រំតែប្រវត្តិរឿងរ៉ាវបញ្ជាក់មកនៅក្នុងរឿងបច្ចេកដីឆ្លើយសំណួរហ្នឹងរៀលដាលសេចក្តីនៃពធัวហោហែមកឥឡូវទាញត្រឡប់ទៅក្រោយវិញត្រឡប់ថយក្រោយរៀបរាប់ហ្នឹងគឺតាកតួងទៅនឹងរឿងរ៉ាវដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានដាច់យាងទៅដល់ទីកន្លែងដែលព្រះសម្មាសម្ពុទ្ធកសបៈទសពលព្រះអង្គធ្លាប់គង់នៅទីវត្តដែលព្រះអង្គបានបួសជាចោតបាលថេរៈត្រួតត្រងបត្រៃ3ដកត្រួតត្រងនៅធុតាំងកគុណនឹងគឺព្រះបរមពុរិស័ទនឹងរៀបរាប់សេចក្តីទាំងអស់ហ្នឹងហើយដែលរៀបរាប់ហ្នឹងបញ្ជាក់នៅក្នុងកាលនោះព្រះអង្គទ្រង់បាននិមិត្តជាព្រះសវណ្ណចេតិយនៅក្នុងឯកដោអាកាសនឹងឯងចឹងឲ្យមហាជនទាំងឡាយគោរពបូជាក្នុងកាលនោះព្រះអង្គក៏ទ្រង់ប្រកាសសម្ដែងធដេការៈសូត្រហើយនៅក្នុងបគាថាធម្មបទព្រះអង្គក៏ទ្រង់ប្រកាសសម្ដែងពីបគាថានឹងឯងក៏ណានឹងរឿងរ៉ាវដែលត្រឡប់មកវិញណារឿងដែលបន្តនឹងហោហែមកដល់ការដែលផ្សព្វផ្សាយនៅពុទ្ធសាសនានៅតាមពាក់បណ្ឌទ្វីបអីហ្នឹងវាជាប់រឿងរ៉ាវជាមួយនឹងព្រះនាងអសន្ធិមេត្តាហ្នឹងបានបូជាថ្វាយដល់ព្រះបច្ចេកពុទ្ធអីហ្នឹងរឿងរ៉ាវហោហែឥឡូវយើងស្ដាប់ប៉ុណ្្នឹងហើយត្រឡប់មកដើមវិញត្រង់ដែលថាព្រះអង្គទ្រង់ប្រកាសសម្ដែងពោជារហេពោជាយតោពុទ្ធេយតិចសាវកេបបញ្ចសមតិកម្មទេតនៈសោកៈបរិតវេទេតាពិសេពោជាយតោនិពុទេអកតោភេយេអ្នកសកាបញ្ញសង្ខាតងអិមេតមបិកេនចេនឹងគឺនៅក្នុងព្រះគាថាធម្មបទពុទ្ធវគ្គវគ្គទី14រឿងរ៉ាវទីចុងក្រោយហ្នឹងគឺព្រះអង្គសម្ដែងថាពោជារហេពោជាយតោហ្នឹងពោជាយតោអ្នកដែលបានបូជាដល់ពោជារហេហ្នឹងឯងបុគ្គលដែលគួរដល់ការបូជាហ្នឹងហៅថាពោជារហេមានព្រះពុទ្ធព្រះបច្ចេកពុទ្ធព្រះសាវកពុទ្ធដែលប្រព្រឹត្តកន្លងនៅបបញ្ញធัวតណ្ហាមានះទិដ្ឋិដែលនាំឲ្យវត្តសង្សារវែងឆ្ងាយហ្នឹងបានកំចាត់បងអស់ហើយនៅសេចក្តីសោកសឹកសួលហ្នឹងសូមបីតាតិបុគ្គលគឺណាពោ
ជាយតោដែលបុគ្គលបានបូជាណាបូជាដល់ថាទេតាតិសេដល់តាតិបុគ្គលពាក្យថាតាតិបុគ្គលមិនញាប់ញួរដោយលោកធម៌ពុទ្ធព្រះបច្ចេកពុទ្ធអគ្គសាវកពុទ្ធនឹងសូមបីនិព្វទេអកតោភេយេព្រះអង្គបរិនិព្វានទៅហើយមិនមានភ័យអំពីទីណានឹងឯងចឹងអង្គទ្រង់សម្ដែងថាអ្នកសកាបញ្ញសង្ខាតងអ៊ីមេតមបិកេនចេអត់មានទេវតាប្រអិនប្រព្រំយៈមានណាអាចមករាប់បន់នៃអ្នកដែលបូជាដោយសេចក្តីជ្រះថ្លានឹងបានទេអ្នកសកាបញ្ញសង្ខាតងអ្នកនោះវាបដិសេធអារប់នេះនឹងឯងអ្នកសកាបញ្ញសង្ខាតងនេះនឹងឯងចឹងសកៈនោះវាអាចណាមិនអាចអ្នកសកាបញ្ញសង្ខាតងនោះរាប់មិនអាចរាប់បន់ថាប៉ុណ្ណេះប៉ុណ្ណោះបានទេអ៊ីមេតមបិកេនចេនឹងគឺដើម្បីយកមកឆ្លើយត្រង់ដែលថាការដែលយើងមានចិត្តជ្រះថ្លានឹងនៅតាមពាក្យបណ្ឌិតទ្វីបសម្ងាយយើងហៅប្រទេសស្រីលង្កានៅទីក្រុងខេនឌីដែលប្រាសាទដំបូលមាសតម្កល់ព្រះទេតធាតុព្រះចង្គមកែវណារបស់ព្រះសម្មាសម្ពុទ្ធស្ដាំខាងក្រោមបើស្ដាំខាងលើនៅឋានតាវតឹងចឹងកណានឹងឯងហើយក្នុងការដែលកសាងធោបារាមហើយសុមនៈសាមណេរទៅសូមប្រធានអំពីព្រះបាទធម្មាសោកហើយក៏មកសូមព្រះធាតុអំពីសកទេវរាជព្រោះសកទេវរាជសន្យារាប់សន្យាដើម្បីនឹងជួយព្រះមហិន្ទថេរៈក្នុងការផ្សព្វផ្សាយពុទ្ធសាសនានៅតាមពាក្យបណ្ឌិតទ្វីបចឹងឯងបានជាប្រគល់ព្រះអខកធាតុឆ្អឹងដងកំបិតខាងស្ដាំដែលបាននាំយកទៅជាមួយព្រះទេតធាតុហ្នឹងយកមកប្រកេនសុមនៈសាមណេរហ្នឹងបើកទ្វារព្រះจุฬามณีចេតិយដែលធ្វើអំពីកែវ7ប្រការប៉ុណ្ណាហើយសុមនៈសាមណេរហ្នឹងយកមកប្រកេនព្រះមហិន្ទថេរៈនឹងឯងបានធ្វើពិធីបុណ្យឆ្លងប្រធាននឹងឯងក៏ក្រឹកក្រែងបញ្ចុះនៅធោបារាមនឹងឯងហើយនៅឯខេនឌីដែលមានព្រះទេតធាតុស្ដាំខាងក្រោមហ្នឹងឯងដែលនៅមានការថ្វាយចង្ហាន់រាល់ថ្ងៃហ្នឹងចឹងប៉ុន្តែពេលព្រឹកក៏ថ្វាយថ្ងៃត្រង់ក៏ថ្វាយល្ងាចថ្វាយភេសជ្ជៈរាល់ថ្ងៃទៀតហើយអត់ចេះខ្វះលុយកាក់អីទេព្រោះពិភពលោកប្រទេសដែលកាន់ពុទ្ធសាសនាហ្នឹងទៅបូជាទៀតអញ្ចឹងគឺចាត់ចែងធ្វើជាចង្ហាន់ថ្វាយព្រះដង្វាយព្រះនឹងឯងកុំឲ្យយើងនិន្ទានាំខ្នាញ់តេះដៀលអីក្នុងរឿងដែលពុទ្ធបរិស័ទជ្រះថ្លាហើយមានការថ្វាយចង្ហាន់ព្រះអីហ្នឹងក្នុងអត្ថកថាក្នុងមជ្ឈិមនិកាយឧបរិបណ្ណាសកៈតេខេណាវិភង្គសូត្រអត្ថកថាហ្នឹងមានសម្ដែងបញ្យលអំពីពុទ្ធអង្គបរិនិព្វានទៅគឺធ្វើសង្កតាតេខេណាទានថ្វាយមានព្រះពុទ្ធជាប្រធាននិងអត្ថកថាតេខេណាវិភង្គសូត្រចឹងគុណចាស់មានអត្ថកថានឹងស្រាប់ហើយថាខ្មែរយើងក៏មានហើយគឺថ្វាយទានចំពោះសង្ឃមានព្រះពុទ្ធជាប្រធានបើមានព្រះបរមសារីរិកធាតុក៏តម្កល់ព្រះបរមសារីរិកធាតុទៅពុទ្ធបរិមាក៏តម្កល់ទៅហើយក៏ថ្វាយចង្ហាន់បិណ្ឌបាតនឹងឯងដល់ព្រះសម្មាសម្ពុទ្ធហើយបានថ្វាយដល់ភិក្ខុសង្ឃនិងអត្ថកថាទាំងតេខេណាវិភង្គសូត្រអញ្ចឹងគឺយើងមិនមែនចេះតែធ្វើទៅជាការអត្ថប្រយោជន៍ខុសឆ្គំឆ្គងអីទេចិត្តជ្រះថ្លាទាំងក្នុងព្រះសម្មាសម្ពុទ្ធសំបីព្រះអង្គបរិនិព្វានទៅហើយនឹងឯងហើយបើមានគេរិះគន់អីទៅយ៉ាងណាក៏យើងបញ្ញាយបញ្យលគ្នាតាមនឹងទៅយើងមានគម្ពីរធัวអាអីឲ្យមើលទៅអញ្ចឹងទៅទាំងក៏ណា
ព្រោះជាចិត្តដែលជ្រះថ្លាក្នុងការបូជាតែសំខាន់បុណ្យនៅក្នុងចិត្តសន្តានហ្នឹងដែលអ្នកដទៃមិនអាចដឹងបានចឹងទៅវាអាចថាព្រះអង្គបរិនិព្វានហើយព្រះអង្គមានសោយអីចឹងទៅជារឿងដែលជាការមិនទាន់បានជ្រាបដឹងអំពីផ្លូវបฏิផ្លូវចិត្តហើយព្រះអត្តកថាក៏បានណែនាំក្នុងការថ្វាយចង្ហាន់ដល់ព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានហ្នឹងគឺមានការថ្វាយព្រះអង្គហ្នឹងតង្វាយព្រះហ្នឹងគឺមានក្នុងអត្តកថាតេខិណាវិភង្កសោតជាដើមហ្នឹងប៉ុណ្ណាហ្នឹងហើយខ្ញុំបាទឈ្មោះហួនចន្ទធីខ្ញុំសួរលោកគ្រូពីបញ្ហាកម្មមួយដែលខ្ញុំបាទមិនទាន់យល់នៅឡើយចិត្តដែលកើតឡើងនៅក្នុងមโนទ្វារមិនមានអតីតភវាំងដូចជាចិត្តដែលកើតនៅតាមបញ្ញទ្វារសំណួរនេះចង់សួរលោកគ្រូតាមមូលហេតុអ្វីដំណើរដែលចិត្តក្នុងមโนទ្វារហ្នឹងមិនមានអតីតភវាំងនោះដូចម្ដេចគឺដែលរៀបរាប់ជាអតីតភវាំងតាមពិតយើងត្រូវយល់ថាស្អីអតីតភវាំងហ្នឹងគឺបានតែក្តីថាភវាំងកន្លងទៅអាហ្នឹងអតីតភវាំងហ្នឹងដូច្នេះភវាំងវាតែងតែរលត់ទៅអញ្ចឹងវាតែងតែកន្លងទៅអញ្ចឹងកណាតែដែលរាប់ចំពោះវិថីចិត្តនឹងឯងមុននឹងភវាំងចុងក្រោយវាមានភវាំងចលណៈហើយវាមានអតីតភវាំងហ្នឹងដែលលើកយកមករាប់ហ្នឹងដើម្បីបញ្ជាក់ពីអាយុរបស់រូបដែលប៉ះនឹងភ្នែកសម្លេងដែលប៉ះនឹងតិចហ្នឹងអាយុរបស់រូបហ្នឹងវាមានប្រមាណ17គណៈចិត្តធំអញ្ចឹងនៅពេលវាមកប៉ះនឹងភ្នែកមួយពឹបភវាំងមួយកន្លងទៅបាត់ហើយអាហ្នឹងហៅថាអតីតភវាំងដើម្បីរាប់គណៈចិត្តមួយហ្នឹងឲ្យមកជាអាយុរបស់រូបអញ្ចឹងបានរាប់ភវាំងហ្នឹង3គណៈទៅហើយវិថីចិត្តបញ្ញទ្វារាវចនៈមកចក្ខុវិញ្ញាណមកសម្បដិចន្ទៈសន្តិរណៈវោថាបណៈជាវនៈ7គណៈតតិលំបណៈ2គណៈទៅ14គណៈទៀតរួមសរុបទៅវា17គណៈវាស្មើនឹងអាយុរបស់រូបគណៈអានឹងដែលរាប់អតីតភវាំងប៉ុន្តែបើវាជាមโนទ្វារវិថីទោះជាភវាំងនឹងវារលត់ទៅក៏វានៅតែជាអតីតភវាំងអញ្ចឹងបានន័យថាវាកន្លងទៅអ្វីដែលកើតហើយតែងតែកន្លងទៅភវាំងដែលកើតហើយក៏វាកន្លងទៅនៅពេលដែលយើងគុណចាស់សឹងលក់ញាតិញោមសម្រានលក់ហ្នឹងក៏ភវាំងរលត់ទៅកន្លងទៅមានស្អីដែលកើតហើយមិនរលត់ទៅនោះប៉ុន្តែលោកមិនរាប់មកពីវាអត់មានរូបធម៌អីដើម្បីយកមករាប់ដើម្បីថាឲ្យបាន17គណៈចិត្តនឹងឯងជាអាយុរបស់រូបអញ្ចឹងទេក្នុងមโนទ្វារហ្នឹងណាវាអត់មានរាប់យកអតីតភវាំងអីទេដឹងតែថាវាញួរភវាំងផ្ដាច់ភវាំងហ្នឹងតែប៉ុណ្ណឹងមโนទ្វារាវចនៈកើតឡើងជាវ័នទៅវាអត់ចាំបាច់រាប់ទេដោយសារថាវាអត់មានរូបធម៌ដើម្បីយកមកផ្ទៀងផ្ទាត់ថាជាអាយុរបស់រូបធម៌ដែលជាអារម្មណ៍ហ្នឹងប៉ុណ្ណឹងទេដូច្នេះគឺភវាំងដែលកើតហើយតែងតែរលត់ទៅជាអតីតាធម្មាតែអញ្ចឹងហ្នឹងឯងដែលមិនមាននេះគឺមិនមានដោយការរាប់គណាហើយទី2និព្វានរូបនិព្វានហ្នឹងសរសេរណូសេអ៊ីបជើងផណូជើងណូនិព្វានប្រែថាសម្រេចហើយដោយអំណាចនៃបច្ច័យកណានិព្វានហ្នឹងទៀតកណាប្រែមកថាសម្រេចអំពីបច្ច័យគឺសម្រេចហើយអញ្ចឹងនិព្វានរូបនេះគឺសំដៅយកសភាវៈរូបតែសួរថាមានសេចក្តីយ៉ាងណាហ្នឹងហើយរូបហ្នឹងមានអ្វីខ្លះហ្នឹងគឺសភាវៈរូបទាំងរាប់សភាវៈរូបសភាវៈរូបទាំងអស់មាន18ទាំងរាប់អសភាវៈ10អញ្ចឹងទៅដក10ហ្នឹងចេញទៅដោយមានលក្ខណៈរូប4វិការៈរូប3 7ប៉ុណ្ណាហ្នឹងឯងហើយមានវិញ្ញាតរូប2គឺណា9ណាហើយនឹងបរិច្ឆេទរូប1ប៉ុណ្ណា10
lệ khả nạ rụp buồn vì ọt miên sập hề vẽ ấy luôn anh thì cái này lệ khả nạ rồi bao sập hề vẽ cái nào năng ảnh hay miền vị ca ra rụp bay có ọt miên sập hề vẽ ấy luôn anh đấy cái này chỉ ca rạ vị ca rạ rồi bao mà ha phút rụp tại bản năng với nhát từ rụp pi có ọt miên sập hề vẽ ấy đấy luôn anh đấy hay năng tại chết từ rụp đời việc con tè chiaอากาศเทียบchiaจนล้อในกะลาปะรูปแต่แบบนั้นจังกลายเป็นนั้นเป็นในรูปดับผมใบที่ได้เป็นเมียนสเปียเวะสเปียเวะนั้นใจเจ็บปีคือมหาพุทธรูปให้นั่งมวยเทียคืออุปาเตยรูปเป็นเมียนโดยรูปได้ปะหนึ่งเพลจังเป็นเมียนสเปียเวะปะหนึ่งเพลจีรูปาร้อมยังจะเข้าไปเงี้ยในการลายนั้นเป็นเมียนเพลเวะรูปขมาซอเรืองปัวนั่งสำเร็จป้านั่งจีจี้เวียนเมียนสำเร็จจังอาศัยมหาพุทธรูปนั่งนั่งไงนั่นอันนั้นคือเชี่ยสเปียเวรูปจังสเปียเวรูปยังให้ท่าเนปพันนรูปกับบานให้ท่าสะเละขณะรูปกับบานให้ท่ารูปกับรูปกับบานนั่งไงโดยฉะนั้นบานที่ได้ท่ารูปนั่งเมียนสเปียเวะได้เชี่ยตัวบอระมัดตะทัวนั่นคือเวียนเมียนสเปียเวะได้โดยมหาพุทธรูปจังให้ดาวแต่เป็นเวียนเมียนวิญญาณแต่รูปโดยจะท่ากำลังกายเวียนเมียนรูปกำลังไอ้นับเซงติดอัตเต้เวจิกากำลังในมหาพุทธรูปนั่นมหาพุทธรูปแต่ได้นั่นปัจจัยเรื่องกำลังเราให้กากำลังนั้นให้ทากายวิญญาณแต่เวอัตเมียนรูปได้จิตกายวิญญาณไอ้เซงเต้หรือก็โดยจิตเละกันหน้ารูปได้เมียนกาการล่างเจียแต่รูปนั้นเมียนอุปัจจิยะรูปซ้ำแต่เตะรูปนั้นเมียนรูปไปนับเซงคือสเปียเวะนั่งไอ้แต่การล่างนั่งจังอุปัจจิยะซ้ำแต่เตะนั้นให้แต่เจียแต่รูปคือมหาพุทธรูปนั่งอุปาเตยรูปสเปียเวะรูปแต่การนั่งไอ้แต่อัตเมียนรูปการไอ้เซงที่เต้เละกันนะก็น่าหันเละกันนะในสเปียเวะได้การจังเต้ก็รอบท่าที่รูปการจังเต้โดยรูปเจรีก็คือเวียนเจรตารูปเฮ้ยอันนี้เจตารูปเวียนรูปไอ้เซงกลายเป็นสเปียเวะได้เจรีได้ใบเคลียนั่นเวลาเมียนรูปไอ้เซงที่เต้อันนั้นให้แต่อะสเปียเวะรูปเวลาเมียนสเปียเวะไอ้ครูนไอ้เต้ปันท้ายเวียเจียเละกันนะรูปนั้นเป็นเวียครอนได้เจียเละกันนะเละกันนะการเละกันนะตั้งนึเละกันนะใบเคลียเต้จะเป็นดังเต้ตายเจียเละกันนะไอ้เจียเละกันนะในสเปียเวะรูปเมียนมหาพุทธรูปเจียดามอันนั้นคือรูปมาเพย์บำใบนั้นใจเจียสเปียเวะรูปดอกบำใบอะสเปียเวะดอกมารวมเต้มาเพย์บำใบนั่งจังคือเจียปัญญาแต่เป็นดังเต้ให้มาองเปรย์ก็ละโมมสัมรมให้บานชายปัญญาปะทัวก็มันบานรัตเนียปะทัวไวดัตตีเสียงเทียบเป็นนั้นก็โมมสัมรมเมียนประวัติเรื่องราวบางปอนคนใจสดับเตยเมียนสิ่งใดเชียร์ฟลาในขนมดำนาในเปรียหะไรอย่าบอกกูดำนาเนี่ยได้เมียนสิ่งใดเชียร์ฟลาขนมพระพุทธศาสนาบานบำเพ็ญเมาให้นังกาได้พุทธบริษัทยังศักษาปราณิบัติกำหนดดังรูปทัวเนี่ยมาทัวขนมชีวิตไอ้บานทูสราในกาประกันแต่เตยเฉียบดังท่าเอาไว้ได้เกิดเราเมงเกิดเอาไว้ได้เมียนเราเมงเมียนดำไปก็เอาเยอะแค่แต่ประตูแค่แต่ต่อจะมุ้ยนั่งเอาไว้ดังออกนั่งเตยเอาเซ็ตแต่เลยไว้ได้เกิดลายนั่งตัวเชี่ยไว้นั่งมันละอ้อสำหรับชีวิตเยอะก็ได้ปันท้ายเตยกำนัดท่าสเปียเวะนั่นคือเชี่ยบอระมัดแต่โทมันจะตีเป็นเจ็ดเมตรปันท้ายยังเตยเอาเซ็ตน้องกาการล้างท้องโดยซาเกเมียนปัจจัยบาเกตรมเตอเกเมียนจะแต่การไอ้เต้ไว้ได้เมียนปัจจัยไอ้การล้างนั้นอบรมปัญญาไอ้บานเฉียบดังจังเตยยังมันประตูครบสเปียเวะตั้งอ๋อตรงใบแต่ล้วนยังได้ครอบเฟอร์ไอเมาก็ยังมันกระดากระหายสไลกระดอยมันประตู
អាការដែលយើងនឹកឃើញថាយើងធ្វើអីខុសណែអាការនឹកឃើញហ្នឹងក៏ជាបរមត្ថដែលយើងត្រូវឲ្យសិទ្ធគេកើតឡើងដែរគេមានសភាវៈរបស់គេគេមានបច្ច័យរបស់គេហើយអីបានជាយើងកើតទុកមិនសុខចិត្តទៅតោះអប់រំតតែបញ្ញានឹងច្បាស់ឡើងឲ្យសិទ្ធទៅលើបរមត្ថធัวដែលត្រូវកើតឡើងព្រោះមានបច្ច័យគ្រប់សភាវៈទាំងអស់មិនថាការដែលយើងមិនសบายប្រតិមិនសบายចិត្តរឿងអីក៏ត្រូវរលឹកដឹងអាការដែលមិនសบายហ្នឹងជានាមធัวគេមានសិទ្ធកើតឡើងអាការខ្វល់ចិត្តក៏ជានាមធัวឲ្យតែយើងមិនចាប់មិនប្រកាន់ទៅលើសភាវៈហ្នឹងមិនចាំបាច់សភាវៈអីដទៃមកទៀតទេព្រោះសភាវៈដែលប្រកាសឡើងហ្នឹងមិនមែនជាតួខ្លួនយើងស្រេចបាត់ទៅហើយហ្នឹងតែរស់សភាវៈអីមកឲ្យណានាទៀតណែការមិនចាប់មិនប្រកាន់នឹងឯងជាទីពឹងទៀតកុំឲ្យយើងចិត្តតែជ្រើសរើសទៅតាមតណ្ហាជ្រើសរើសទៅតាមដែលយើងត្រូវការវាមិនស្ងប់រងាប់ទេវាមិនស្កប់ចិត្តទេនៅតែត្រូវការនៅតែកើតទុកអញ្ចឹងព្រោះយើងមិនចេះតែបានអ្វីតាមសេចក្តីត្រូវការគ្រប់រឿងទេយើងក៏ផ្ញើសេចក្តីសុខទៅជាមួយនឹងរបស់ដែលយើងត្រូវការហ្នឹងយើងផ្ទះអន្ទែងហើយតែយើងមានសេចក្តីសុខត្រង់ការមិនចាប់មិនប្រកាន់អ្វីគ្រប់យ៉ាងដែលកើតឡើងជុំវិញជីវិតយើងទាំងតួខ្លួនយើងហ្នឹងដែលយើងនិយាយខ្លួនយើងហ្នឹងអ្នកដទៃហ្នឹងអ្វីសិតតែត្រឹមត្រូវតាមបច្ច័យ 100% អប់រំតលតែព្រមតលតែសុខចិត្តជាមួយនឹងអ្វីហ្នឹងឥឡូវថាអើយខ្ញុំដូចថាខ្មាស់គេខ្ញុំនឹងល្ងងខ្ញុំរៀនធម៌មិនចេះខ្ញុំស្ដាប់ដូចមិនសូវយល់អីចឹងណែនៅពេលដែលយើងគិតថាយើងខ្មាស់គេហ្នឹងណាក៏ជានាមធัวមួយបែបដែរត្រូវឲ្យសិទ្ធក្នុងការកើតឡើងនៅពេលដែលមានសតិប្បដ្ឋានយើងអត់ទៅបន្ទុះអត់ទៅទាស់នឹងសេចក្តីដឹងខ្លួនខ្មាស់គេហ្នឹងទេនៅពេលដែលមានសតិប្បដ្ឋានពេលហ្នឹងគឺចិត្តស្ងប់រងាប់ហ่ะយើងអត់ចាំបាច់រួចិត្តអីដទៃផ្សេងដើម្បីឲ្យយើងបានទេណែយើងចេះតែគិតចង់បានដល់ទៅពេលវាអត់បានអានឹងយើងកើតទុកហ่ะធ្វើម៉េចឲ្យបានដូចគេដល់អត់បានត្រូវកើតទុកដល់ទៅមកដឹងថាធัวដែលយើងកំពុងមានកំពុងប្រកាសនេះគ្រប់អង្គគ្រប់គ្នានេះគ្រប់ពេលវេលាគ្រប់ទីកន្លែងនេះធัวដែលកំពុងមានកំពុងប្រកាសហ្នឹងណានៅពេលដែលជាទីតាំងនៃសតិថ្នាក់សតិប្បដ្ឋានរលឹកបាននៅពេលនឹងមិនចាប់មិនប្រកាន់ធัวជាបច្ចុប្បន្នហ្នឹងនៅពេលការដែលមិនចាប់មិនប្រកាន់នឹងឯងជាទីពឹងទៀតអត់ចាំបាច់ត្រូវការធัวអីដទៃទីព្រោះបានដឹងសភាវៈដែលកំពុងប្រកាសហ្នឹងមិនមែនជាខ្លួនយើងហើយស្រេចមានតែរស់អីមកឲ្យយើងទៀតនោះដូច្នេះគ្រប់យ៉ាងទាំងអស់ទៀតយើងវាចេះតែជាប់ជំពាក់ទៅក្នុងរឿងចង់ឲ្យរឿងហ្នឹងចេះវិញចង់ឲ្យរឿងនោះចុះវិញអីចឹងទៅយើងខឹងនឹងអ្នកដទៃតោះចិត្តយើងមិនអាចឲ្យអភ័យដល់អ្នកដទៃបានរឿងវាមិនអាចកែប្រែបានទេវារួចទៅហើយទោះជាយើងឲ្យអភ័យក៏កែវាមិនបានដែរប៉ុន្តែកែចិត្តរបស់យើងកែអនាគតរបស់យើងនៅពេលដែលយើងឲ្យអភ័យហ្នឹងរឿងរួចហើយយើងកែមិនបានទេប៉ុន្តែណែកែប្រែឧបនិស្ស័យនៃការបន្ទុះតោះនៃការខឹងក្រោធនេះដើម្បីអនាគតនឹងឯងឲ្យបានដល់នៅសេចក្តីបរិសុទ្ធរួចផុតពីការចាប់ការប្រកាន់យើងស្អប់អ្នកដទៃយើងខឹងអ្នកដទៃមកអំពីវាខុសបំណងយើងវាចង់បានយ៉ាងនេះហើយវាអត់បានយើងអត់ដឹងវិបាកកម្មរបស់យើងអត់បានដឹងសេចក្តីពិតនៃជីវិតរបស់យើងហើយចុះបើយើងចាស់ហើយយើងទៅតោះនឹងណាហើយបើយើងត្រូវឈឺថ្លើមមហារាជអីចឹងយើងទៅតោះនឹងណាហើយត្រូវមានអកុសលវិបាកផ្សេងទៀតដែលវាអត់តាក់ទួងនឹងអ្នកដទៃឥឡូវយើងដើរដួលជាដើមចឹងទៅបាក់ឆ្អឹងទៅគេអីចឹងទៅតែវាជារឿងវិបាករបស់កម្មយ៉ាងណាមិញនៅពេលដែលយើងនឹកឃើញថាអ្នកដទៃធ្វើអីមិនគួរកប់បីសម្រាប់យើងនិយាយអីមិនពីរោះសម្រាប់យើងណែអាការលឺជាអកុសលវិបាកណាអាការឃើញនឹងអកុសលវិបាកណានឹងណាហើយយើងអត់ដឹងយើងចេះតែចាប់កំហុសអ្នកដទៃវាកើតទៅជារឿងកណ្ដុំគុំស្អប់នឹងឯងទៅយើងអត់បានសុខតែខ្លួនយើងហ្នឹងណាការឲ្យអភ័យគឺជាភ្លើងលត់
សេចក្តីក្រោធក្នុងចិត្តរបស់យើងទៅតើអ្នកដែលទទួលបានមុនគេគឺខ្លួនយើងណានឹងឯងយើងកើតមកជួបពុទ្ធវធព្រះសង្ឃត្រូវស្វែងរកសេចក្តីបរិសុទ្ធត្រូវស្វែងរកសេចក្តីស្ងប់ជាសំខាន់អ្វីៗទៀតពុទ្ធអត្រាស់ក៏មានដែរអានឹងដែលជាពធចុងក្រោយដើម្បីពុទ្ធបរិស័ទយើងដោះស្រាយគ្រប់បញ្ហាទាំងអស់អត់មានស្អីដែលសម្រាប់ឲ្យយើងកើតទុក្ខមិនសុខចិត្តទេព្រោះអ្វីៗក៏គេមានសភាវៈរបស់គេត្រូវកើតរបស់គេហើយដល់ពេលរលត់ទៅវិញក៏យើងហាមឃាត់មិនបានអ្វីៗចូលនៅក្នុងសព្វេធម្មាអនត្តាអញ្ចឹងមិនមែនយើងត្រេកអររីករាយតែជាមួយថាយើងធ្វើអីត្រូវយើងធ្វើអីត្រូវចេះតែអរទៅចុះអត់ដែលធ្វើខុសនោះយើងអត់មានសតិប្បដ្ឋានយើងកើតទុកមិនសុខចិត្តយើងស្ដីបន្ទោសខ្លួនឯងអីចឹងទៅតែតាមពិតអាសភាវៈខុសហ្នឹងគឺជាបរមត្ថរបស់គេណាជាសភាវៈពិតណាមានបច្ច័យត្រូវឲ្យកើតឡើងណារឿងអីដែលយើងត្រូវទៅតោះកាលណាបើយើងមានសតិប្បដ្ឋានគឺយើងឲ្យសិទ្ធិគ្រប់បរមត្ថធម៌ទាំងអស់ដែលមានបច្ច័យឲ្យកើតឡើងមិនចាប់មិនប្រកាន់នេះឯងគឺជាទីពឹងដ៏ខ្សែមខ្សាននៅក្នុងជីវិតរបស់យើងទាំងសូមអនុមោទនា